រឿងភាគនិទានចិននិយាយអំពីប្រវត្តិកាលពី20ឆ្នាំមុនឆ្អឹងនិងសរសៃពួររបស់ស្ដេចនេះត្រូវបានប្រេះបែកដោយសារតែការក្បត់ពីគូស្នេហ៍មនុស្សស្រីដែលខ្ញុំស្រឡាញ់នឹងទុកចិត្តបំផុតបើជាក្បត់នឹងបំផ្លាញជីវិតខ្ញុំរាងកាយត្រូវបានបំបែកនឹងចោលគ្រប់ទីកន្លែងព្រោះចោលឲ្យខ្ញុំសាបសូន្យជារៀងរហូតប៉ុន្តែសំណាងល្អព្រលឹងរបស់គាត់បានរត់គេចខ្លួននិងរងចាំពេលវេលាដើម្បីកាត់ជាថ្មីគាត់បានជួបមនុស្សស្រីល្អម្នាក់ដែលផ្ដល់សេចក្តីសង្ឃឹមនិងជួយគាត់ស្វែងរកឆ្អឹងទាំងអស់ដែលបានបាត់បង់ខ្ញុំនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីជួយលោកប្រមូលផ្ដុំរាងកាយឡើងវិញទីបំផុតនាងបានជួយព្រលឹងស្ដេចនេះឲ្យកើតឡើងវិញហើយទំនាក់ទំនងពួកគេកាន់តែស៊ីជម្រៅស្ដេចនេះមានយុទ្ធសាស្ត្រខ្លាំងពូកែប្រយុទ្ធដើម្បីការពារពិភពលោកក៏ក្រៅអស់ឋានទាំង3ទទួលសិទ្ធិផ្ដាច់មុខដោយស្ថានីយទូរទស្សន៍កម្ពុជាប៉ុស្តិ៍លេខ8រឿងស្ដេចនេះសង្គ្រោះឋានទាំង3មានផ្សាយជូនទស្សនាចាប់ពីថ្ងៃច័ន្ទទី9ខែមិថុនាឆ្នាំ2025រៀងរាល់ថ្ងៃច័ន្ទដល់ថ្ងៃសុក្រវេលាម៉ោង12ថ្ងៃត្រង់និងម៉ោង9យប់លើកញ្ចក់ទូរទស្សន៍កម្ពុជាប៉ុស្តិ៍លេខ8 HD តែមួយគត់